ប្រាសាទប្រែរូបគឺជាប្រាសាទភ្នំដ៏អស្ចារ្យមួយស្ថិតនៅខាងកើតអង្គរវត្តប្រហែល3គីឡូម៉ែត្រប្រាសាទនេះត្រូវបានសាងសង់ឡើងនៅសតវត្សទី10នៃគ្រិស្តសករាជក្នុងរាជការព្រះបាទរាជាណាទិត្យវរ្ម័នទី2ដែលជាស្ដេចដ៏មានឥទ្ធិពលខ្លាំងបំផុតនៅសម័យអង្គរដើមប្រាសាទប្រែរូបជាប្រាសាទភ្នំដ៏ល្បីដែលបង្ហាញពីសិល្បៈសំណង់បែបពីរ៉ាមីតមានកាំជណ្ដើរឡើងខ្ពស់ជាច្រើនជាន់ដើម្បីឲ្យប្រជាជននិងអាមាត្យអាចឡើងទៅបូជាព្រះនៅកំពូលនៅលើកំពូលមានប្រាសាទចំនួន5តំណាងឲ្យភ្នំមេរុនិងទិសទាំង5ដែលជាទីស្នាក់របស់ទេវតានាតាមទស្សនៈព្រហ្មញ្ញសាសនាថ្មដែលប្រើសង់ប្រាសាទភាគច្រើនជាថ្មអណ្តែតនិងឥដ្ឋពណ៌ក្រហមពេលព្រះអាទិត្យលិចពណ៌ថ្មនឹងប្រែជាពណ៌មាសភ្លឺចែងចាំងដូចស្នាដៃសិល្បៈរស់រវើកហេតុនេះហើយដែលប្រាសាទនេះមានឈ្មោះថាប្រែរូបមានន័យថាប្រែពណ៌ឬប្រែស្បែកក្នុងសម័យនោះប្រាសាទប្រែរូបត្រូវបានគេចាត់ទុកថាជាប្រាសាទកណ្ដាលនៃរាជធានីសោធរបុរៈវាជាទីកន្លែងដែលស្ដេចនិងអាមាត្យធ្វើពិធីបូជាព្រះឥសូរនិងព្រះវិស្ណុដើម្បីអធិស្ឋានឲ្យអាណាចក្ររីកចម្រើននិងប្រជាជនសុខសាន្តថ្ងៃនេះប្រាសាទប្រែរូបក្លាយជារមណីយដ្ឋានដ៏ល្បីនៅសៀមរាបដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្តឡើងមើលព្រះអាទិត្យលិចព្រោះពេលពន្លឺប៉ះលើថ្មពណ៌មាសនិងឆ្លុះដូចពន្លឺនៃសិល្បៈអង្គរបុរាណប្រាសាទប្រែរូបមិនត្រឹមតែជាសំណង់ថ្មបុរាណទេប៉ុន្តែជាភស្តុតាងនៃសិល្បៈកម្លាំងជំនឿនិងអំណាចច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្រជាជនខ្មែរយើងសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញឿន Line Shopping ទីតាំងបូរីពិភពថ្មីឈូកវ៉ា1ផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353